សួស្តីអ្នកទាំងអស់គ្នាដែលកំពុងតែសិក្សាទៅលើកម្មវិធី Microsoft Word ថ្ងៃនេះគឺខ្ញុំចង់បង្ហាញវីដេអូមួយដែលនិយាយពី Mozilla Valley នៅក្នុងកម្មវិធី Microsoft Word ហ្នឹងMozilla Valley គឺជាគំរូឬក៏ប្រភេទដែលយើងអាចដាក់ជាសញ្ញាជាលេខរៀងនៅលើឯកសាររបស់យើងបានដើម្បីដាក់ជាសញ្ញាលើកលេខរៀងគឺអ្នកទាំងអស់គ្នាត្រូវតែកំណត់ Mozilla Valley ចង់បានរបៀបបែបនេះដើម្បីធ្វើបែបនេះបានគឺអ្នកទាំងអស់គ្នាដំបូងគឺអ្នកទាំងអស់គ្នាចូលមក home សិនមកហើយអ្នកទាំងអស់គ្នាទៅរកពាក្យថា Mozilla Valley ហើយអ្នកទាំងអស់គ្នាចុចសញ្ញាព្រួញចុះក្រោមអ្នកទាំងអស់គ្នានឹងឃើញ style ជាច្រើនដែលអ្នកទាំងអស់គ្នាអាចជ្រើសបានតែក្នុងវីដេអូនេះគឺខ្ញុំចង់បង្ហាញពីរបៀបកំណត់ដល់ខ្លួនឯងជាដំបូងគឺយើងទៅធ្វើការ add សញ្ញាសិនគឺយើងចុចចូលកន្លែងពាក្យថាអ្នកទាំងអស់គ្នាទៅរកពាក្យថា define new list style ដែលនៅខាងក្រោមគេបង្អស់មកចុចលើវាមួយបាទពេលនោះវានឹងបង្ហាញទម្រង់បែបនេះឲ្យយើងគឺអ្នកទាំងអស់គ្នាចុចចូលនៅកន្លែងនេះសញ្ញានេះដែលខ្ញុំកំពុងតែបង្ហាញហ្នឹងអ្នកទាំងអស់គ្នាចុចលើវាមួយមកពេលនោះវានឹងបង្ហាញសញ្ញាយើងជាច្រើនដែលយើងអាចជ្រើសរើសវាយកទៅប្រើបានដូចមានសញ្ញាជាសញ្ញាត្រេសញ្ញាលេខបូកឬក៏សញ្ញាផ្កាយសញ្ញាចុចហ្នឹងគឺយើងអាចយកទៅប្រើបានគ្រាន់តែយើងចុច select លើវាមួយហើយយើងចុច OK ទៅវានឹងបានហើយដូចក្នុងនេះគឺខ្ញុំចង់បានសញ្ញាផ្កាយហើយខ្ញុំចុចលើវាមួយហើយវាចេញជាពណ៌ខៀវហើយយើងចុច OK ហើយយើងចុច OK ទៀតដើម្បីកំណត់វាបាទវានឹងបានសញ្ញាផ្កាយបែបនេះបន្ទាប់មកគឺយើងទៅធ្វើការកំណត់ជាលេខរៀងឬក៏ដាក់សញ្ញានៅក្នុងឯកសាររបស់យើងគឺយើងទៅចុចពាក្យថា Mozilla Valley ដដែលហើយយើងទៅរកពាក្យថា define new Mozilla Valley ហើយយើងទៅធ្វើការកំណត់ចំណុចត្រង់នេះគឺជាចំណុចសំខាន់មួយគឺយើងចង់និយាយគឺដំបូងគឺអ្នកទាំងអស់គ្នាត្រូវតែ select ទៅលើសញ្ញាឬក៏ផ្ទាត់ហ្នឹងឲ្យវាចេញជាសញ្ញាដិតខ្មៅអញ្ចឹងអ្នកទាំងអស់គ្នា select លើវាមួយហើយអ្នកទាំងអស់គ្នាទៅកន្លែង number style for list level ហ្នឹងទៅហើយទាំងអស់គ្នាចុចសញ្ញាព្រួញចុះក្រោមវានឹងបង្ហាញ style ជាលេខរៀងឬក៏សញ្ញាផ្សេងៗដែលយើងអាចយកទៅប្រើបានចំណុចទី1គឺខ្ញុំដាក់ជាលេខរៀងលេខ1លេខ2អញ្ចឹងទៅគឺខ្ញុំដាក់បែបហ្នឹងចំណុចទី2យើង select ដូចគ្នា select វាឲ្យមានចេញជាពណ៌ដិតខ្មៅហើយយើងទៅរកសញ្ញាដែលយើងចង់បានយើងចុចដដែលមកហើយយើងទៅរកសញ្ញាដែលយើងចង់ដាក់ឲ្យគឺខ្ញុំចង់ដាក់ជាសញ្ញាផ្កាយដែលយើងទៅបន្ថែមមិញហ្នឹងយើងទៅរកសញ្ញាផ្កាយយើងនេះសញ្ញាផ្កាយយើងចុចលើវាមួយបាទវានឹងបានសញ្ញាផ្កាយនៅក្នុងគំរូហ្នឹងបន្ទាប់មកយើងទៅដាក់សញ្ញាបន្ថែមទៀតហើយនេះគឺខ្ញុំដាក់ជាសញ្ញាបូកហើយបន្តទៀតយើងទៅដាក់ជាសញ្ញាត្រេរកសញ្ញាត្រេយើងមកបាទនេះបាទហើយចំណុចចុងក្រោយគឺយើងដាក់ជាសញ្ញាចុចឬក៏សញ្ញាចុចហ្នឹងយើងទៅរកសញ្ញាចុចសិននេះសញ្ញាចុចឃើញហើយបន្ទាប់ពីយើងបានកំណត់វារួចរាល់អស់ហើយយើងឃើញថាដូចអ្វីដែលយើងចង់បានហើយយើងគ្រាន់តែចុច OK ពេលនោះវានឹងលោតឲ្យយើងជាលេខរៀងលេខ1ចេញឲ្យយើងជាលេខ1អញ្ចឹងស្រេចយើងគ្រាន់តែសរសេរឬក៏នឹងឲ្យវានៅអត្ថបទនិងសំណួរដែលយើងចង់បានឬក៏ចង់សរសេរឧទាហរណ៍ខ្ញុំសរសេរនេះអូខេមកដល់ចំណុចនេះគឺយើងត្រូវការសរសេរអត្ថបទដែលយើងចង់សរសេរសិនទៅបាទបន្ទាប់ពីយើងសរសេរហើយកន្លែងនេះគឺយើងគ្រាន់តែចុច enter វាមួយហើយវានឹងរត់មកជាលេខរៀងបន្ទាប់ពីលេខ1គឺលេខ2បើយើងចង់ឲ្យវាចេញជាសញ្ញាផ្កាយបែបនេះដូចដែលខ្ញុំកំពុងបង្ហាញនេះយើងគ្រាន់តែចុច tab នៅលើ keyboard របស់យើងទៅវានឹងចេញជាសញ្ញាដែលយើងបានកំណត់តាំងពីដើមមកឲ្យយើងហើយយើងធ្វើការឆ្លើយសំណួរសិនគឺយើងចុចសញ្ញាកន្លែងសញ្ញាផ្កាយយើងគឺជាកន្លែងដែលយើងត្រូវឆ្លើយ
យើងឆ្លើយវាសិនយើងគ្រាន់តែ enter វានឹងចេញមកសញ្ញាផ្កាយដូចដើមដដែលបើយើងចង់បដូរសញ្ញាឲ្យវាបដូរសញ្ញាមកជាលេខ1ទៅជាលេខ2ឬក៏សំណួរទី2វិញហ្នឹងអ្នកទាំងអស់គ្នាគ្រាន់តែ enter វា2ដងទៅវានឹងមកជាលេខ2បន្ទាប់ពីលេខ1វិញហើយenter ហើយបើអ្នកទាំងអស់គ្នាចង់ដាក់សញ្ញាទៀតអ្នកគ្នាគ្រាន់តែចុច tab ម្ដងវាចេញជាសញ្ញាផ្កាយបើអ្នកទាំងអស់គ្នាtab 2ដងវាចេញជាសញ្ញាបូកឬក៏ tab 3ដងវាចេញជាសញ្ញាត្រេអញ្ចឹងដោយតែអ្វីដែលយើងកំពុងដោយអ្វីដែលយើងបានកំណត់តាំងពីដើមមកអញ្ចឹងបាទវាងាយស្រួលអ្នកទាំងអស់គ្នាគ្រាន់តែកំណត់វាតាំងពីដើមតែម្ដងអ្នកទាំងអស់គ្នាអាចធ្វើឯកសាររបៀបបែបហ្នឹងងាយស្រួលយ៉ាងងាយស្រួលអ្នកទាំងអស់គ្នាគ្រាន់តែសរសេរទៅ enter វានឹងចេញជាសញ្ញាផ្សេងដែលអ្នកទាំងអស់គ្នាបានកំណត់តាំងពីដើមដែលខ្ញុំកំពុងបង្ហាញនេះគឺវាមានសញ្ញាជាលេខរៀងនិងជាសញ្ញានិងជាសញ្ញាផ្កាយឬក៏សញ្ញាបូកអីចឹងដែលយើងបានកំណត់ដល់យើងមើលទៅវាស្អាតម្យ៉ាងដែរអ្នកនរគ្នាវាមិនមានលក្ខណៈជារញ៉េរញ៉ៃអញ្ចឹងវាមានរបៀបរៀបរយមានសណ្ដាប់ធ្នាប់ណាមួយយើងងាយស្រួលក្នុងការយើងមើលវាឡើងវិញផងឧទាហរណ៍មេរៀនអ្វីមួយដែលយើងត្រៀមទុកធ្វើជាឯកសារត្រៀមប្រឡងអីចឹងទៅយើងធ្វើបែបហ្នឹងទៅវាងាយស្រួលក្នុងការយើងជំទិញឬក៏យើងមើលទៅបន្ទាប់ពីយើងបានកំណត់វារួចរាល់ហើយយើងចង់លេខ style វាកន្លែងប្រភេទជាសំណួរនេះយើងចង់ដាក់វាដិតខ្មៅអ្នកគ្នាគ្រាន់តែ select លើវាទាំងអស់មកអ្នកគ្នាគ្រាន់តែចុច Ctrl S ទៅអ្នកគ្នា select ទៅលើអ្វីដែលអ្នកគ្នាចង់ select ទៅហើយអ្នកគ្នាទៅចុច Ctrl B ឬក៏សញ្ញានេះអក្សរ B កន្លែងនេះ font នេះអូខេវីដេអូថ្ងៃហ្នឹងគឺមានតែប៉ុណ្្នឹងនោះទេអរគុណសម្រាប់ការទស្សនាតាំងពីដើមរហូតដល់ចប់ជួបគ្នានៅវីដេអូក្រោយ